តែមានបងប្អូនម្នាក់គាត់តាមដានវីដេអូខ្ញុំរហូតហើយគាត់ថាបន្ទាប់ពីមើលហើយឡានក៏ធ្វើខ្លួនឯងបើមិនដឹងទេគាត់ទៅប្រាប់ជាងឲ្យធ្វើទៅតាមគាត់អញ្ចឹងដូចវីដេអូនេះអញ្ចឹងស្បែកប្រាំងដែលយើងចង់ដោះដូរខ្លួនឯងយើងអាចធ្វើបានរបៀបដោះរបៀបដាក់របៀបស្បែកប្រាំងចូលកន្លែងដែលត្រូវដាក់ខ្លាញ់ដូចកន្លែងនេះអញ្ចឹងស្បែកប្រាំងនេះវានៅក្រាស់ទេតែយើងគួរតែខាត់វាចេញខាត់ដើម្បីផ្ទៃមុខវាស្មើដោយសារតែយើងបានកន្លងតាមមូសហើយបន្ទាប់ពីខាត់ស្អាតបាតហើយយើងរៀបចំដាក់ចូលវិញហើយចំណុចដែលយើងត្រូវដាក់ខ្លាញ់គូគឺខាងចុងនៃស្បែកប្រាំងយើងដាក់កន្លែងហ្នឹងដើម្បីឲ្យស្បែកប្រាំងមិនចលនាវាអត់លឺសលេងកាលណាយើងបង្គាបទៅកន្លែងដែលប៉ះទៅកិច្ចកាត់ហ្នឹងវាមានជាតិខ្លាញ់អញ្ចឹងវាអត់លឺសលេងទេហើយ reser នោះវាត្រូវលោតមកវិញទៅពេលយើងចាប់ហ្វ្រាំងហើយយើងពីស្តុងយើងលែងមកវិញវាត្រូវច្រានពីស្តុងមកហើយវិញដើម្បីកុំឲ្យហ្វ្រាំងយើងជាប់ហើយប្រឡោះនោះគឺជាអាក់ពីស្តុងអាក់ធ្គាមហ្វ្រាំងដើម្បីវាចលនាទៅមកបានធូរអត់គាំងដូចខ្ញុំនិយាយអញ្ចឹងមើលវីដេអូនេះហើយអាចដូរស្បែកហ្វ្រាំងខ្លួនឯងបានងាយ